ងបងប្អូនទាំងអស់គ្នាទៅសិក្សាស្វែងយល់អំពីដំណើរការកិច្ចប្រជុំបានដាក់ពិន្ទុជាមួយនឹងប្រជាពលរដ្ឋគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមធ្វើការឆ្លុះបញ្ចាំងអំពីការផ្ដល់សេវាសាធារណៈកំណត់អំពីបញ្ហាតម្រូវការនិងសកម្មភាពអាទិភាពដែលត្រូវធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើងកិច្ចប្រជុំបានដាក់ពិន្ទុជាមួយនឹងប្រជាពលរដ្ឋត្រូវបានបែងចែកចេញជា3ដំណាក់កាលសំខាន់ៗដំណាក់កាលទី1មុនពេលចាប់ផ្ដើមនៃកិច្ចប្រជុំរៀបចំសម្ភារៈដូចជាផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ I4C របៀបវារៈគោលបំណងតារាកំណត់លក្ខណៈវិនិច្ឆ័យតារាងទី1បានដាក់ពិន្ទុតារាងទី2ការកំណត់សកម្មភាពអតិភិបដែលផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងទម្រង់ប្រមូលទិន្នន័យ M&E ទម្រង់ទី1បញ្ជីវត្តមានទម្រង់ទី4កំណត់ត្រាដាក់ពិន្ទុដោយអ្នកទទួលសេវានិងទម្រង់ទី6ការស្ទង់មតិការយកឃើញអំពីការដាក់ពិន្ទុអញ្ចែកតួនាទីអ្នកសម្របសម្រួលគណៈនៃភាពសហគមន៍ជួបជាមួយនឹងអ្នកពាក់ព័ន្ធមេឃុំចៅសង្កាត់និងអ្នកពាក់ព័ន្ធនានាដើម្បីកំណត់អំពីពេលវេលាទីកន្លែងនិងសមាជិកភាពអ្នកចូលរួមពីចំនួន25ទៅ30នាក់រួមមានប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រក្រុមងាយរងគ្រោះក្រុមដែលមានកាយសម្បទាមិនគ្រប់គ្រាន់ក្រុមបរិសុទ្ធក្រុមស្ត្រីនិងក្រុមយុវជនដំណាក់កាលទី2កំឡុងពេលអ្នកសម្របសម្រួលគណៈនៃភាពសហគមន៍ត្រូវទៅដល់ទីកន្លែងប្រជុំយ៉ាងហោចណាស់1ម៉ោងនៃកិច្ចប្រជុំពិនិត្យនិងរៀបចំទីតាំងឲ្យបានគួរសមរួមមានការបិទផ្ទាំង I4C និងតារាងទាំង3ឲ្យបានត្រឹមត្រូវចាស់បញ្ជីវត្តមានអ្នកចូលរួមដោយប្រើប្រាស់ទៅលើទម្រង់ទី1អ្នកសម្របសម្រួលត្រូវធ្វើការណែនាំខ្លួនដោយបង្ហាញអំពីគោលបំណងរបៀបវារៈនៃកិច្ចប្រជុំនិងម្ចាស់ជំនួយមតិសម្ដែងសម្ណាលតំណាងសង្គមស៊ីវិលនិងអាជ្ញាធរចែក sticker ចំនួន5សន្លឹកក្នុងមួយអ្នកនៃអ្នកចូលរួមដោយធ្វើការកំណត់អំពីប្រភេទនៃអ្នកចូលរួមបង្ហាញដោយសង្ខេបទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ I4C ដោយផ្អែកទៅលើសេវាដែលត្រូវដាក់ពិន្ទុអ្នកសម្របសម្រួលត្រូវចាប់ផ្ដើមបំផុសគំនិតដោយយកតាមតារាងកំណត់លក្ខណៈវិនិច្ឆ័យគោលបំណងនៃតារាងដើម្បីធ្វើការកំណត់បាន5លក្ខណៈវិនិច្ឆ័យដែលត្រូវធ្វើឲ្យការផ្ដល់សេវាកាន់តែប្រសើរឡើងដើម្បីធ្វើការកំណត់បាន5លក្ខណៈវិនិច្ឆ័យអ្នកសម្របសម្រួលត្រូវធ្វើការបំផុសគំនិតអ្នកចូលរួមដោយផ្ដើមឃ្លាថាតើការផ្ដល់សេវារដ្ឋបាលឃុំដែលល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះឧទាហរណ៍មានឯកសារអត្រានុកូលដ្ឋានគ្រប់គ្រាន់មានអាកប្បកិរិយារួសរាយរាក់ទាក់បន្ទាប់ធ្វើការជ្រើសរើស5លក្ខណៈវិនិច្ឆ័យអំពីការផ្ដល់សេវានៅរដ្ឋបាលឃុំដោយផ្ដើមឃ្លាថាតើលក្ខណៈសម្បត្តិណាខ្លះចំនួន5ដែលលោកអ្នកចង់ឲ្យការផ្ដល់សេវាកាន់តែប្រសើរឡើងឧទាហរណ៍ឯកសារអត្រានុកូលដ្ឋានអាកប្បកិរិយាហេដ្ឋារចនាសម្ព័ន្ធបរិស្ថានបង្គន់អនាម័យអ្នកសម្របសម្រួលបន្តទៅតារាងទី1បានដាក់ពិន្ទុគោលបំណងនៃតារាងទី1នេះគឺដើម្បីកំណត់បានពិន្ទុមធ្យមរបស់លក្ខណៈវិនិច្ឆ័យនីមួយៗអ្នកសម្របសម្រួលត្រូវធ្វើការចម្លងលក្ខណៈវិនិច្ឆ័យទាំង5ចូលទៅក្នុងតារាងទី1ឬតារាងបានដាក់ពិន្ទុបន្ទាប់អ្នកសម្របសម្រួលត្រូវធ្វើការពន្យល់អំពីរបៀបនៃការដាក់ពិន្ទុដើម្បីឲ្យអ្នកចូលរួមដាក់ពិន្ទុបានច្បាស់និងយល់ពីដំណើរការនៃការដាក់ពិន្ទុអ្នកសម្របសម្រួលត្រូវធ្វើការបង្ហាញអំពីលេខសមត្ថកម្មនីមួយៗ1បង្ហាញថាមានការមិនពេញចិត្តខ្លាំងលក្ខណៈវិនិច្ឆ័យនីមួយៗលេខ2បង្ហាញថាមិនពេញចិត្តលេខ3បង្ហាញថាទទួលយកបានលេខ4បង្ហាញថាពេញចិត្តលេខ5បង្ហាញថាពេញចិត្តខ្លាំងបន្ទាប់អ្នកសម្របសម្រួលត្រូវធ្វើការកណនាស្វែងរកពិន្ទុមធ្យមរបស់លក្ខណៈវិនិច្ឆ័យនីមួយៗវិធីសាស្ត្រនៃការស្វែងរកពិន្ទុមធ្យមមាន2របៀបទី1មធ្យមនិពន្ធដែលយកសម្លេងរបស់ប្រជាពលរដ្ឋគុណជាមួយនឹងពិន្ទុនីមួយៗរួចយកផលកូដបូកបញ្ចូលគ្នាចែកជាមួយនឹងចំនួនអ្នកដែលបានចូលរួមដាក់ពិន្ទុរួចយើងនឹងរកឃើញពិន្ទុមធ្យមទី2មេតិយានឧទាហរណ៍ជាក់ស្ដែងនៅក្នុងតារាងនេះអ្នកចូលរួមដាក់ពិន្ទុមាន30នាក់ដូចនេះចំណុចកណ្ដាលរវាង0និង30គឺលេខ15រាប់ពីខាងឆ្វេងក៏បានរាប់ពីខាងស្ដាំក៏បានយកត្រឹមចំនួន15នៃអ្នកដាក់ពិន្ទុដូចនេះយើងនឹងទទួលបានចំណុចកណ្ដាលគឺនៅត្រង់មធ្យមបន្តអ្នកសម្របសម្រួលត្រូវធ្វើការចម្លងលក្ខណៈវិនិច្ឆ័យនិងពិន្ទុមធ្យមចូលទៅក្នុងតារាងទី2គោលបំណងនៃតារាងទី2គឺដើម្បីកំណត់បានសកម្មភាពអតិភិបផ្អែកទៅលើលក្ខណៈវិនិច្ឆ័យឧទាហរណ៍អាកប្បកិរិយាពិន្ទុមធ្យមចំនួន3ចំណុចខ្លាំងបុគ្គលិកមានភាពរួសរាយរាក់ទាក់ចំណុចខ្សោយបុគ្គលិកមួយចំនួនតូចប្រើពាក្យពេចន៍មិនសូវសមរម្យការផ្លាស់ប្ដូរដោយចង់បានបុគ្គលិកមានភាពរួសរាយរាក់ទាក់គ្រប់ពេលស
សកម្មភាពដែលបានស្នើឡើងប្រជុំពង្រឹងបុគ្គលិកអំពីអរិយាប័ត្រកម្មភាពអតិភិបដែលបានស្នើឡើងប្រជុំពង្រឹងបុគ្គលិកអំពីអរិយាប័ត្រដំណាក់កាលទី3ក្រោយពេលនៃកិច្ចប្រជុំបន្ទាប់ពីទទួលបានលទ្ធផលនៅក្នុងកិច្ចប្រជុំនេះអ្នកសម្របសម្រួលត្រូវធ្វើការកំណត់សមាជិកភាពអ្នកចូលរួមនៅក្នុងកិច្ចប្រជុំឯកវិស័យនិងពហុវិស័យបញ្ជាក់ការកំណត់អ្នកចូលរួមត្រូវជ្រើសរើសអ្នកដែលធ្លាប់ចូលរួមកិច្ចប្រជុំដាក់ពិន្ទុនៅក្នុងឆ្នាំអនុវត្តតែប៉ុណ្ណោះសូមអរគុណសម្រាប់ការទស្សនាមេរៀននេះជួបគ្នានៅវគ្គបន្តទៀត